សួស្តីបងប្អូនទាំងអស់គ្នាចាខ្ញុំសុផានិត LB Auto ថ្ងៃនេះខ្ញុំមានរថយន្តប្រភេទ Land Off-road មួយគ្រឿងទៀតហើយចង់មកណែនាំជូនបងប្អូនទាំងអស់គ្នាបានស្គាល់ប្រភេទរថយន្តនេះគេហៅថាប្រភេទរថយន្ត GWM 300 ស៊េរីឆ្នាំ2025ចំពោះតម្លៃគឺ$59,800បងបងប្រភេទរថយន្តនេះគឺយើងប្រើជាប្រភេទលក្ខណៈម៉ាស៊ីន 2.0 Turbo Charge ចំពោះការបង់ពន្ធផ្លូវប្រចាំឆ្នាំក្នុងមួយឆ្នាំតែ$200,000ទេបងបងហើយចំពោះរថយន្តមួយគ្រឿងនេះគឺមានកម្លាំងសេះរហូតដល់227 horsepower ជាមួយនឹងកម្លាំងរមុលគឺ387 Newton meters បើសិនជានិយាយទៅលើ top speed របស់វាគឺបងអាចជន់ល្បឿនបានរហូតដល់175 km ក្នុងរយៈពេល1ម៉ោងបងប្រភេទរថយន្តនេះគឺជាប្រភេទរថយន្តលក្ខណៈ off road អញ្ចឹងដល់ជាមួយរថយន្តនេះគឺ 4 wheel drive 4x4 បងបើសិនជាកន្លែងទៅមើលទៅលើ dimension នៃរថយន្តវិញគឺរថយន្តមួយគ្រឿងនេះគឺមានប្រវែងបណ្ដោយគឺ4.7 ម៉ែត្រ ហើយប្រវែងទទឹងរបស់វាគឺ1.9 ម៉ែត្របងហើយបើសិនជានិយាយពីកម្ពស់របស់វាវិញគឺ1.9 ម៉ែត្រដូចគ្នាបងតកតងជាមួយនឹងទម្ងន់របស់វាបើសិនជាយើងគិតទៅលើទម្ងន់រថយន្តសុទ្ធហ្មងគឺ2តោន15បើសិនជាយើងគិតបូកបន្ថែមជាមួយនឹងសាំងបន្ថែមតិចគឺវាមានទម្ងន់ស្របទាំងអស់គឺ2តោន76គីឡូបងចាបងឥឡូវយើងចូលមកមើលពីផ្នែកខាងក្រោយរថយន្តវិញម្ដងបងអញ្ចឹងឥឡូវយើងឃើញថាខាងក្រោយនេះគឺមានកង់សកួរមួយគ្រាប់នៅគូតខាងក្រោយនឹងផ្ទាល់ហ្មងបងហើយចំពោះរថយន្ត GWM 300នេះគឺចំពោះកាមេរ៉ាគឺយើងមកពាក់ជាមួយនឹងកាមេរ៉ា360បងឥឡូវយើងចូលមកមើលពីគូតខាងក្រោយនេះវិញចង់ដឹងថាវាមានសភាពធំទលាយដាក់អីវ៉ាន់បានច្រើនកម្រិតណាចាអញ្ចឹងតើជាមួយនឹងផ្នែកខាងក្រោយនេះគឺបងអាចដាក់អីវ៉ាន់បានច្រើនមែនតើបងព្រោះដោយសារប្រភេទរថយន្តនេះគឺប្រភេទរថយន្ត off road អញ្ចឹងយើងចាំបាច់ត្រូវដាក់អីវ៉ាន់សកួរហើយចំពោះខាងក្រោយនេះគឺគេមានដោយមានអីវ៉ាន់អីនៅខាងក្រោយនឹងសកួរជូនបងស្រាប់ណាចាហើយចំពោះរថយន្តនេះគឺទលាយមែនតើបងខាងក្រោយនេះអាចដាក់អីវ៉ាន់បានច្រើនគួរសមណាស់បងចាអញ្ចឹងបងទាំងអស់គ្នាយើងមកមើលពីផ្នែកខាងក្នុងនៃរថយន្តនឹងវិញម្ដងចង់ដឹងថាតើវាមានប្រព័ន្ធសុវត្ថិភាពក៏ដូចជាប្រព័ន្ធទំនើបអីគេខ្លះអញ្ចឹងខ្ញុំនឹងជំរាបជូនបងទាំងអស់គ្នាបានដឹងចាបងទាំងអស់គ្នាអញ្ចឹងឥឡូវយើងកន្លែងមកមើលទៅលើឆ្វេងដៃតកងទៅមុនតើតជាមួយនឹងដៃទ្វារនេះគឺដូចតាឡានមុនអញ្ចឹងបងគឺវាមានចំពោះ function បញ្ជាបិទបើកកញ្ចក់អូតូទាំង4ជាមួយនឹងសេរីកញ្ចក់មើលក្រោយសងខាងហើយវាមានភ្លើង ambient light នេះបងតើតមួយភ្លើង ambient light នេះគឺវាបណ្ដាញតាមពណ៌គ្នាហ្មងហើយវាមានបរិវេណជុំវិញនឹងតែម្ដងរហូតដល់ខាងក្រោយទៀតបងចំពោះ speaker វិញគឺមានរហូតដល់9គ្រាប់បងចំពោះម៉ាស៊ីនត្រជាក់នៅខាងក្នុងរថយន្តនេះបងគឺគេ design មកវាមានរូបរាង unique មែនតើវាស្តៀងទៅនឹងប្រភេទម៉ាស៊ីនជាក់នៅខាងក្នុងរថយន្តស្ដេះហ្នឹងបងចាវាមានអមមកជាមួយនឹង ambient light នៅខាងក្នុងហ្នឹងស្រាប់បងនិយាយទៅគឺពិតជាស្រស់ស្អាតមែនតើបងទោះបីជាប្រភេទ Land Off-road នេះក៏ដោយចាហើយបើយើងមើលទៅលើខាងក្រោមម៉ាស៊ីនជាក់ហ្នឹងវិញគឺគេមានកន្លែងសម្រាប់ដាក់កែវកាហ្វេកែវអីចឹងបងចាយើងអាចបិទវាទៅខាងក្នុងវិញហើយចំពោះខាងក្រោមនេះគឺបងអាចសេរីទៅលើកម្រិតភ្លើងខាងមុខចាបងអាចសេរីវាមានរហូតដល់3កម្រិតណាបងចាវាមានចុះក្រោមនៅកណ្ដាលឬមួយក៏រៀងសេរីឲ្យវាឡើងទៅលើអីគឺបងអាចសេរីកន្លែងនេះបានបងចាហើយវានៅមាន function 3បន្ថែមទៀតណាបងចាតកតងជាមួយនឹងម៉ាស៊ីនត្រជាក់គឺបងអាចសេរីបានបងអាចសេរីនៅក្នុង screen នេះក៏បានឬមួយក៏បងអាចចុចបិទបើកទៅលើfunction ប៊ូតុងខាងក្រោម screen នេះក៏បានដែរបងគឺវាមានប៊ូតុងរបស់វាបងចង់បិទ AC បងចង់បិទទៅលើ function កង្ហារបស់វាគឺបងអាចបិទទៅលើប៊ូតុងនេះបានឬមួយក៏ក្នុង screen នេះក៏បានដែរហើយបញ្ជាក់បងតិចចំពោះរថយន្តនេះគឺវាមាន function ក្អីក្តៅត្រជាក់ចំពោះពីផ្នែកខាងមុខហើយតទៅជាមួយនឹងចង្កូតមិញគឺខ្ញុំភ្លេច mention ប្រាប់បងតទៅជាមួយចង្កូតនេះគឺវាមាន function ក្តៅចង្កូតដែរបងអញ្ចឹងនៅពេលដែលបងបើកផ្លូវខេត្តយូរមានអារម្មណ៍ថាវារៀងត្រជាក់ដៃអីគឺបងអាចបើក function ក្តៅចង្កូតនេះបានបងគឺវាមានភាពកក់ក្តៅដៃរបស់យើងដែរបងចាតកតងជាមួយដៃចង្កូតគឺយើងប្រើប្រភេទចង្កូតអេឡិចត្រូនិកឬមួយក៏ហៅបានថាប្រភេទចង្កូត e-pass ហើយចំពោះចង្កូតនេះគឺដូចក្នុងវីដេអូមុនដែលខ្ញុំធ្វើការ review អញ្ចឹងគឺវាមានភាពងាយស្រួលក្នុងការបើកបរនៅពេលដែលបងបើកល្បឿនយឺតគឺវាជួយបន្ធូរចង្កូតឲ្យវាធូរណាបងហើយនៅពេលដែលបងបើកល្បឿនលឿនគឺវាជួយបន្តឹងចង្កូតបងជៀសវាងការរេចង្កូតហើយចំពោះចង្កូតនេះគឺវាមានមុខងារមួយគឺមុខងារ paddle shift បងpaddle shift នេះគឺបង boost របៀបតម្លើងកម្លាំងរថយន្តហ្នឹងដែលយើង booster អញ្ចឹងបងអញ្ចឹងចំពោះរថយន្តនេះគឺប្រភេទរថយន្ត off road អញ្ចឹងគឺវាមាន add មកបន្ថែមជាមួយនឹង paddle shift នេះគឺងាយស្រួលការតម្លើងលេខឬមួយក៏តម្លាក់លេខមែនតើបងគឺវាជួយជំរុញនៅកម្លាំងម៉ាស៊ីនរបស់បងឲ្យវាស្ទុះខ្លាំងជាងមុនណាបងចា
ហើយចំពោះ digital screen វិញគឺមានទំហំ 12.3 inch full color digital instrument cluster បងតាក់ទងជាមួយនឹង digital screen នេះគឺមាន mode រហូតដល់3 mode បងអាចសេរីបានណាបងចំពោះ mode នៅក្នុង screen នេះគឺបងអាចបដូរវានៅក្នុង center screen នៅចំចំណុចកណ្ដាលបានចានេះបងតាក់ទងជាមួយនឹង mode របស់គេគឺគេមាន environment mode មាន map mode ជាមួយនឹង off road mode បងតាក់ទងជាមួយនឹង mode ដែលខ្ញុំបង្ហាញបងមិញហ្នឹងគឺ environment mode ហើយបើសិនជាក្នុងករណីបងចង់ switch វាទៅជា map mode វិញគឺវាមានជាសភាពបែបនេះបងហើយបើសិនជាបង select ទៅយកទៅ off road mode វិញគឺវាមានសភាពបែបនេះបងចានិយាយទៅគឺមានភាពងាយស្រួលខ្លាំងមែនតើបងហើយស្រស់ស្អាតមែនតើបងចាចំពោះ center screen នៅចំចំណុចកណ្ដាលនេះវិញគឺមានទំហំ 12.3 inch ដូចគ្នាជាប្រភេទ high definition touch screen បងហើយតើតើជាមួយនឹង screen ខាងមុខនេះគឺបងអាច connect ជាមួយនឹង Apple CarPlay បានជាមួយនឹងBluetooth ឲ្យបានដូចគ្នាបងនៅពេលដែលបង connect ជាមួយនឹង Apple CarPlay គឺបងអាចបញ្ជាទៅលើ app បានមួយចំនួននៅខាងក្នុងហ្នឹងគឺមានភាពងាយស្រួលមែនតើហើយមិនត្រឹមតែប៉ុណ្្នឹងទេគឺបងអាច view map មើលអីគឺនៅក្នុង screen ហ្នឹងបានស្រួលខ្លាំងហ្មងបងអាចចុច call ចុចអីនៅក្នុងហ្នឹងបាន message អីក៏បានដែរចាអញ្ចឹងឥឡូវយើងកន្លែងមើលទៅលើប្រព័ន្ធសុវត្ថិភាពនៅខាងក្នុងហ្នឹងវិញបងគឺបងអាចបញ្ជាបិទបើកនៅក្នុង screen នេះបានដូចគ្នាឥឡូវយើងចូលមកដល់ប្រព័ន្ធសុវត្ថិភាពខាងក្នុងរថយន្តនេះវិញម្ដងបងចង់ដឹងថាវាមានប្រព័ន្ធសុវត្ថិភាពអីគេខ្លះបងអញ្ចឹងបងចូល type នៅលើកន្លែងរូបរថយន្តនេះមកវាមានពាក្យខាងលើគេបងហ្នឹងគឺពាក្យថា common នេះគឺfunction ដំបូងហ្នឹងគឺការបិទបើកភ្លើងនៅខាងមុខបងគឺបងអាចបញ្ជាវានៅក្នុង screen នេះបានបងចង់ដាក់ auto ក៏បានចង់ off ក៏បានដែរហើយទៅជាមួយនឹងកញ្ចក់យើងទាំងអស់នេះគឺបងអាចបញ្ជាបិទបើកនៅក្នុង screen នេះបានដូចគ្នានៅពេលដែលបងដាក់ fully close នេះគឺវាបានន័យថាគឺយើងបិទទាំងអស់ហើយបើសិនជាបងដាក់ fully open នេះគឺវាបើកកញ្ចក់ទាំង4 automatic ហ្មងបងចាអញ្ចឹងនៅពេលបងបិទវិញចុចអាកន្លែង fully close មិញនឹងដដែលបងចាគឺវាបិទ automatic ជូនហើយតកតងជាមួយនឹង side mirror full width នេះគឺតកតងជាមួយនឹងកញ្ចក់សងខាងបងចង់បញ្ជាឲ្យវាក្តោបចូលបងអាចសេរីនៅក្នុង screen នឹងបានដូចគ្នាចង់ចុចវិញបងចុចកន្លែងទីក្នុងដដែលមកគឺវាលឿនជាងទៅវិញចឹងហើយចាហើយតកតងជាមួយនឹងwireless charge ក៏ឡាននេះមានដែរឥឡូវយើងចូលមកដល់ផ្នែក vehicle វិញម្ដងបងតកតងជាមួយនឹង vehicle នេះដូចជាអត់មានអីច្រើនទេវាគ្រាន់តែជាប្រភេទគេដាក់ថា steering wheel assist អញ្ចឹងអានេះគឺបងអាចselect វាយកពាក្យមួយណាក៏បានដែរចង់ sport ក៏បាន comfort ក៏បានឬក៏ light ក៏បានដែរចាអញ្ចឹងយើងចូលមកមើលកន្លែង drive វិញម្ដងតកតងជាមួយនឹង drive នេះគឺគេដាក់ថា electronic parking brake ចាអញ្ចឹងអានេះជាទូទៅគឺយើងដាក់lock ជូនភ្ញៀវបងចាហើយតកតងជាមួយនឹង function លើនេះមិញផ្លេចជំរាបជូនបងវាប្រភេទ function wash mode បងអានេះគឺវាចង់ focus ទៅលើពេលដែលបងយកឡានទៅលាងសម្អាតអីចឹងណាបងចាហ្នឹងជាទូទៅបងបើកក៏បានបងមិនបើកក៏បានដែរវាអាស្រ័យលើការប្រើប្រាស់របស់ភ្ញៀវដែរទេហើយចំពោះ function នៅខាងក្រោមនេះគេហៅថា dynamic direction stability assistant ចាអញ្ចឹងមុខងារនេះគឺវាធ្វើការជាមួយនឹងចង្កូតណាបងអញ្ចឹងអានេះគឺវាចង់ focus ទៅលើចង្កូតនៅពេលដែលបងបើកនៅក្នុងស្ថានភាពផ្លូវដែលរអិលហើយជើងបងកងលើប្រាំងទៅវាធ្វើឲ្យកង់របស់យើងហ្នឹងវាល្អិលណាអញ្ចឹងតើតើជាមួយនឹងដំណើរការនៃចង្កូតហ្នឹងគឺវាអូតូម៉ាទិកជូនបងហ្មងបានថាវានឹងចាប់ថាគួរត្រូវបើកក្នុងល្បឿនប៉ុណ្ណាដើម្បីឲ្យឡានហ្នឹងវាមានលំនឹងកុំឲ្យវារេចង្កូតមានបញ្ហានៅតាមផ្លូវបងហើយចំពោះចង្កូតនេះគឺវាដំណើរការអូតូម៉ាទិកជូនបងហ្មងនៅពេលដែលបងចុច open ទៅលើ function មួយហ្នឹងឥឡូវយើងចូលមកដល់ auto pilot វិញម្ដងបងតើជាមួយនឹង auto pilot នេះវាមាន active safety វាមាន imaging assistant វាមាន driving assistant ជាមួយនឹង parking assistant បងអញ្ចឹងតើជាមួយនឹង active assistant នេះគឺវាមានលើគេបងអស់ហ្នឹងគឺ auto emergency braking ដែលខ្ញុំជំរាបជូនបងអញ្ចឹងគឺវាជាមុខងារជាន់ហ្វ្រាំង auto ហើយចំពោះ speed វិញល្បឿនគឺបងអាច select យក low normal ឬមកក៏ high បានតាមនឹងបងតើតើជាមួយនឹង rear collision warning នេះគឺផ្នែកខាងក្រោយរថយន្តរបស់បងបើសិនជាឧទាហរណ៍ថាមានឧបសគ្គនៅខាងក្រោយជាពិសេសគឺសម្រាប់ដែលយើងអាយ៉ែចូលចតក្រោយណានៅពេលដែលមានឧបសគ្គក្រោយគឺវា alert ជាសលេងនៅខាងក្នុងរថយន្តនោះជូនបងជាការដាស់តឿនណាហើយប៉ុណ្ណឹងហើយចំពោះមុខងារមួយនេះវិញគេហៅថា manual emergency braking ចំពោះមុខងារនេះគឺវាស្តៀងគ្នាទៅនឹង function ខាងក្រោមនេះគេហៅថា rear cross traffic assistant បងពីប្រព័ន្ធសុវត្ថិភាពនេះគឺវាផ្ដោតទៅលើការអាយ៉ែចូលចតខាងក្រោយឬមកក៏យើងបើកឡានថយក្រោយអីគ្រាន់ថាប្រភេទ manual emergency braking នេះ
គឺវាផ្ដោតទៅលើនៅពេលដែលបងបើកនៅក្នុងល្បឿនយឺតកម្រិតទាបដូចគ្នាតែគ្រាន់តែប្រភេទ rear cross traffic assistant នេះគឺពេលដែលបងអាយ៉ៃថយក្រោយមានឧបសគ្គមកពីក្រោយឡានរបស់បងអីគឺវាជន់ហ្វ្រាំងអូតូជូនបងហើយនៅពេលដែលបងអត់ជន់ហ្វ្រាំងគឺវាជន់អូតូជូនបងហើយគឺវា alert ជាសលេងនៅខាងក្នុងរថយន្តហ្នឹងជូនបងបន្ថែមទៀតបងហើយចំពោះ lane change assistant នេះវិញគឺវា focus ទៅលើ blind spot នៅកញ្ចក់សងខាងមើលផ្លូវក្រោយហ្នឹងបងអញ្ចឹងអានេះនៅពេលដែលបងបើកផ្លូវខេត្តចង់វ៉ាឡានខាងមុខអីបើសិនជាមានឡានពីក្រោយបងចង់វ៉ាបងដែរអាហ្នឹងគឺវា alert ជាសញ្ញានៅលើកញ្ចក់សងខាងដែលគេហៅថា blind spot ហ្នឹងជូនបងឲ្យបានប្រយ័ត្នពេលដែលបងបើកផ្លូវខេត្តបងហើយចំពោះ door open warning នេះគឺនៅពេលដែលបងបើកទ្វារអីចឹងទៅបើសិនជាមានឧបសគ្គមកគៀករថយន្តរបស់បងគឺវា alert ជា warning នៅក្នុងរថយន្តហ្នឹងជូនបងដូចគ្នាហើយចំពោះ emergency lane keeping នេះអានេះគឺនៅពេលដែលបងបើកនៅក្នុង line ឬក៏ហៅថា lane របស់បងហើយបងចង់បើកកងកន្លងទៅបដូរ lane ទៅផ្សេងមួយទៀតអាហ្នឹងបើសិនជាបងបើកគឺបានន័យថាបងកងលើ lane នឹងអត់កើតទេគឺវាបញ្ជាចកបង automatically មករក lane ដើមមកបងវិញបងតែអានេះ function នេះគឺជាទូទៅខ្ញុំអត់សូវ recommend បើកជូនភ្ញៀវdirectទេអានេះគឺអាស្រ័យលើការបើករបស់ភ្ញៀវដែរហើយចំពោះ lane keeping assistant ហ្នឹងគឺបងអាចបញ្ជាវាបិទក៏បានធម្មតាជា sound ក៏បានរំញ័រលើកោតក៏បាន sound បងជាមួយនឹងរំញ័រក៏បានដែរបងគឺបងអាចបិទបើកបញ្ជាវានៅក្នុង screen នេះបានដូចគ្នាបងចាបងឥឡូវយើងចូលមកដល់ផ្នែកកណ្ដាលនេះវិញម្ដងតើតោងជាមួយនឹងផ្នែកកណ្ដាលនេះគឺមាន wireless charge រហូតដល់2បងអាចសាកថ្មទូរស័ព្ទបាន2គ្រឿងបងចាមិនបាច់ចាំប្រើខ្សែទេគ្រាន់តែដាក់ទូរស័ព្ទនៅកន្លែង wireless ហ្នឹងទៅគឺវា automatic charging ជូនបងហើយអ្វីដែលសំខាន់ហ្នឹងគឺចំចំណុចកណ្ដាលនេះវិញបងតើតោងជាមួយនឹងរថយន្តនេះគឺប្រភេទរថយន្ត off road ប្រភេទ 4 wheel drive 4x4 បងហើយតើតោងជាមួយនឹងផ្នែកនេះគេហៅថាកាពីតាសចាកាពីតាសនេះគឺបងអាច lock កង់បានទាំងខាងមុខទាំងខាងក្រោយហើយតើតោងជាមួយនឹងកន្លែងនេះគឺបងអាចសេរីវាជាការបើកបរធម្មតានៅលើផ្លូវធម្មតាបងប្រើ2ហាស់ធម្មតាបងនៅពេលដែលបងបើកលើផ្លូវស្ថានភាពផ្លូវoff road ឬមួយក៏ផ្លូវរៀងពិបាកអញ្ចឹងទៅបងអាចម៉ូវាមក4ហាស់ឬមួយក៏ 4L បានណាហើយចំពោះខាងនេះវិញគឺតកតងជាមួយនឹង drive mode បងចាអញ្ចឹងតកតងជាមួយ drive mode នេះគឺបងអាចselect វាទៅជា sport mode ក៏បានចាទៅជា eco mode ក៏បានចាទៅជា normal mode ក៏បានដែរអញ្ចឹងបងទាំងអស់គ្នាតកតងជាមួយនឹង drive mode គឺមាន3 mode ហើយបងអាចបញ្ជាទៅលើផ្នែកកណ្ដាលដែលខ្ញុំបានបង្ហាញបងមុនហ្នឹងអញ្ចឹងនៅពេលដែលបងចុចមកគឺវាមាន eco mode វាមាន normal mode ជាមួយនឹង sport mode បងតកតងជាមួយនឹង driving mode គឺមាន3 mode បងចាបើសិនជាយើងកន្លែងមកមើលកន្លែងនេះវិញបងកន្លែងនេះគឺបងអាចសេរីបញ្ជាទៅលើកៅអីក្តៅតិចបានទាំងសងខាងអ្នកបើកជាមួយនឹងខាង passenger បងអញ្ចឹងតកតងជាមួយនឹងកន្លែងខាងក្រោមនេះវាមានជារូបភាពបងអញ្ចឹងបងកាច់ចុះមកខាងក្រោមចេះគឺខ្យល់តិចបងអាចសេរីកម្មវាបានណាវាមានកម្មទី1កម្មទី2កម្មទី3ហើយចំពោះនៅពេលដែលបងកាច់វាឡើងលើគឺវាចូលដល់ក្តៅខ្យល់ក្តៅម្ដងបងវាកម្ដៅពូរបស់យើងបងហើយវាមានទាំងសងខាងបងចាបងអាចសេរីបានមួយខាងម្នាក់បងចាអញ្ចឹងតកតងជាមួយនឹងកន្លែងនេះវិញគឺកន្លែងដែលបងអាចដាក់កៅទឹកដបទឹកពេញកាហ្វេអីគឺបងអាចដាក់កន្លែងនេះបានហើយយើងមានធ្វើជា cover របស់វាយើងអាចបាត់បើកចេះបានជាងាយស្រួលនៅពេលដែលបងចូលផ្លូវ off road អីចឹងទៅខ្លាចវាកន្លែងទឹកកន្លែងអីទៅវាកំពុះផ្សាយអញ្ចឹងបងអញ្ចឹងអានេះគឺវាជា cover នៅពីលើហ្នឹងដើម្បីជៀសវាងការខ្សាយទឹកខ្សាយអីចឹងទៅចាហើយខាងក្នុងនេះគឺវាអាចដាក់អីវ៉ាន់បានមួយចំនួនដែរបងចាហើយតកតងជាមួយនឹងដបូលខាងលើគឺគេមានប្រភេទជា sunroof ដែរបងអញ្ចឹងតកតងជាមួយនឹង sunroof នេះគឺបងអាចបើកបានពាក់កណ្ដាលនៅផ្នែកខាងមុខនេះបងចាអានេះបងអាចទាញវាមកខាងក្រោយមកចំពោះកញ្ចក់នេះវិញគឺបងអាចបញ្ជាវាបើកបានណាបងចាវាបើកបានពាក់កណ្ដាលចាបងចាព្រោះដោយសារប្រភេទរថយន្តនេះគឺប្រភេទរថយន្ត off road បងអញ្ចឹងវាអាចបើកបានរហូតដល់ផ្នែកខាងក្រោយរថយន្តហ្មងបានទេអញ្ចឹងអានេះវាអាចធម្មតាពេលដែលបងបើកលើផ្លូវព្រៃផ្លូវភ្នំអីចឹងទៅបងអាចងើបឈរដើម្បីfocus មើលទៅលើផ្លូវខាងមុខថាមានឧបសគ្គមានអីអត់ចឹងណាបងតែប៉ុណ្្នឹងទេចាហើយចង់បញ្ជាក់ជូនបងទាំងអស់គ្នាថាប្រភេទរថយន្ត GW Omteng 300នេះគឺមានពងសុវត្ថិភាពរហូតដល់7គ្រាប់បងគឺសុវត្ថិភាពខ្លាំងមែនតើបងផ្នែកខាងក្រោយនេះឃើញថាមានសភាពធំទូលាយមែនតើបងអាចអង្គុយបានសមាជិកចាប់ពី3ទៅ4នាក់បងហើយចំពោះស្បែកពុកមិនបាច់បារម្ភថា
ខ្លាចឈឺខ្នងឈឺចង្កេះពេលអង្គុយយូរអីគឺអត់ទេព្រោះដោយសារស្បែកពូនេះគឺទន់មែនតើបងហើយតកតងជាមួយនឹងផ្នែកខាងក្រោយនេះគឺបងអាចបញ្ជាបាត់បង់សំជាដាច់ដល់ពីខាងមុខបងអីដែលសំខាន់ហ្នឹងគឺបងអាចសាកថ្មបានព្រោះដោយសារតែនៅខាងក្រោយនេះគឺមានរុន USB 2គ្រាប់ដែរបងចាចាបន្ទាប់ពីបានមើលការ review របស់នាងខ្ញុំចំពោះរថយន្តប្រភេទ GWM Tank 300 សេរីឆ្នាំ2025មួយគ្រឿងនេះហើយបើសិនជាបងមានចំណាប់អារម្មណ៍ទៅលើរថយន្តមួយគ្រឿងនេះកុំភ្លេចតាក់ទងមកកាន់រយៈនាងខ្ញុំសុផានិត LB Auto Cambodia ព្រោះដោយសារតែប្រភេទរថយន្តមួយគ្រឿងនេះគឺយើងមានតែមួយគ្រឿងគត់បងនៅក្នុង showroom ឥឡូវនេះសម្រាប់ពណ៌គឺពណ៌ខ្មៅបងហើយបើសិនជាបងមានចំណាប់អារម្មណ៍ចង់ចេញមើលផ្ទាល់អីគឺអាចមកបាននៅ showroom LB Auto Cambodia ដែលមានទីតាំងស្ថិតនៅលើផ្លូវម៉ុងរទ្ធីកាញ់ stop Aeon 2បងអូខេអរគុណច្រើនជម្រាបលាបងទាំងអស់គ្នាកុំភ្លេចមកខាង LB Auto ទាំងអស់គ្នាណាបាយបាយ